ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដោយគោរពខ្ញុំលើកយកសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋានមកចែកជាធម្មទានថាតើទាំងពីរនេះខុសគ្នាយ៉ាងម៉េចទៅទី1សមថកម្មដ្ឋានសមថៈនៃដូចស្ងប់សមាធិប្រើពាក្យមួយណាក៏បានកម្មឋានៈកម្មមានន័យថាធ្វើឋានជាទីតាំងជាទីកំណត់ទី2វិបស្សនាកម្មដ្ឋានវិបស្សនាជាតួបញ្ញាប្រើពាក្យមួយណាក៏បានទៅតាមបដិបត្តិវិបស្សនាមើលឃើញដោយបរមត្ថមិនមើលឃើញដោយបញ្ញត្តិនោះទេវិបស្សនាមើលឃើញអ្វីនៅក្នុងโลกនេះជាធម្មជាតិជារបស់មិនទៀងជារបស់នៅក្នុងទុក្ខំអនិច្ចំអនត្តាខ្ញុំសូមចែកជាធម្មទានតែប៉ុណ្នេះសូមជូនពរសុខភាពល្អជួបគ្នានៅវីដេអូពេលក្រោយ